ជំរាបសួរលោកគ្រូដែលល្ងាចហ្នឹងខ្ញុំមកធ្វើវីដេអូមួយទាក់ទងពីការតម្លើងdistribution របស់ Linux ដែល distribution ដែលយើងប្រើហ្នឹងមានឈ្មោះថា CentOS អញ្ចឹងដើម្បីអាចឲ្យយើង run Linux បានយើងត្រូវការមានfile ISO ដែល distribution ដែលយើងប្រើគឺ CentOS អញ្ចឹងយើងចូលមក website នេះមកហើយយើងទៅ download file ISO คลิกលើ Mirror ចឹងពេលដែលយើងคลิกលើវាទៅវាប្រកាសជាឲ្យយើង download ហើយចឹងដោយសារតែខ្ញុំមាន file download ហ្នឹងឯងចឹងខ្ញុំអត់ត្រូវទៅ download វាទៀតទេចឹងកន្លែង error ហ្នឹងវាអាចមកពី error router ចឹងគ្នាយើងសាកคลิกវាពីរបីដងទៅវាប្រកាសជាដើរហើយព្រោះខ្ញុំគិតថាវា error route របស់ឡើង website ចឹងចូលមក website ហ្នឹងមកចឹងខ្ញុំទៅមើលកន្លែង VMware ហ្នឹងវិញខ្ញុំទៅបង្កើត virtual machine សម្រាប់ Linux ហ្នឹងចឹងកន្លែងហ្នឹងយើងយក Linux ហើយ CentOS 64 bit ហ្នឹងដោយសារតែយើងប្រើ CentOS ចាតែបើសិនជាយើងប្រើ distribute ផ្សេងចឹងយើងអាចប្រើ distribute ដូចជាមាន Red Hat ហ្នឹងបើសិនជាយើងប្រើ distribute របស់ Red Hat ចឹងយើងយកកន្លែង version ហ្នឹងយក version របស់ Red Hat ទៅតែដោយសារតែយើងហ៊ានប្រើ CentOS ចឹងយើងយក CentOS ហ្នឹងមក CentOS យក64 bit ដោយសារវាមានតែប៉ុណ្ណឹងឲ្យយើងរកវាចុងក្រោយគេអាហ្នឹងយើងយកអាហ្នឹងមកយើងដាក់ file ISO ដែលយើងបាន download ហើយហ្នឹងចូលទៅកន្លែងនេះ CD DVD របស់ line VMware ហ្នឹងហើយយើង close មកវានេះចឹងបន្ទាប់ពីយើងបើកម៉ាស៊ីនមកយើងយកអាលើដោយសារអីដោយសារតែយើងប្រើ CentOS Stream 10 account ទៀតវាសម្រាប់ធ្វើការ testing ហើយបានវាតម្លើង CentOS តាមក្រោយតែនៅខាងលើវាមានកន្លែងឲ្យយើងតម្លើង CentOS ហើយស្រាប់ហ្មងអញ្ចឹងខ្ញុំយកអាលើហ្នឹងខ្ញុំអត់ហត់ត្រូវការតេស្តវាទៀតទេចឹងមកដល់កន្លែងហ្នឹងយើងយកភាសាអង់គ្លេសមកដោយសារតែអង់គ្លេសវា visual ប្រើសម្រាប់ខ្ញុំតែបើគ្នាយើងចង់ប្រើភាសាខ្មែរក៏ប្រើតែចឹងមកដល់កន្លែង GUI នេះយើងត្រូវការ config ចំនួន3ទី1 root account ទី2 user creation ហើយនិង install destination ចឹងយើងទៅមក install destination ហ្នឹងមានន័យថាសម្រាប់ឲ្យយើងធ្វើការ select hard disk ឬក៏ឲ្យយើងធ្វើការ custom ចែក hard disk ហ្នឹងអញ្ចឹងទៅចឹងខ្ញុំយក automatic ចឹងវានឹងចែកអីឲ្យខ្ញុំ automatic ហ្មងឃើញអត់នេះឈប់មានសញ្ញា stop ហើយចឹងយើងទៅមើលកន្លែង root account ម្ដង
ចឹងកន្លែង root account ហ្នឹងវាមានពីរវាមាន disable root ហើយនិង enable root ដោយ disable root ហ្នឹងមានន័យថាយើងអាច login direct ទៅកាន់ដែលយើងអាច login direct ទៅកាន់ root account បានទេព្រោះយើងបាន disable បាទឯងអញ្ចឹង account យើងអាច login យើងអាចធ្វើការ login ទៅកាន់ root account បានតែឥឡូវយើងអាចធ្វើការ login ទៅកាន់ root account បានទេអញ្ចឹងខ្ញុំធ្វើការ login ទៅកាន់ root account ចឹងខ្ញុំយកទី2ព្រោះដោយសារតែខ្ញុំអត់ចង់ប្រើ command ស៊ូវិញខ្ញុំអត់ចង់ប្រើ command ស៊ូតែមួយតែបើយើងយកឥឡូវមានន័យថាយើងអាច login ទៅកាន់ root account នេះតែយើងអាចប្រើuser របស់ root ហ្នឹងយើងអាចចូលប្រើប្រាស់ user របស់ root ហ្នឹងហើយយើងប្រើ command ស៊ូដើម្បីអាចឲ្យយើងធ្វើការនៅលើLinux បានប៉ុន្តែខ្ញុំយក account ព្រោះខ្ញុំអត់ចង់ប្រើ command ស៊ូហ្នឹងតែមកមុខឯងខ្ញុំចង់រៀនពីវាឲ្យបានច្រើនអញ្ចឹងវាបាត់កំហមហើយកន្លែងនេះយើងធ្វើការបង្កើត user ថ្មីហ្នឹងមានន័យម៉េចមានន័យថាគាត់អាចមានសិទ្ធិស្មើជាមួយនឹង rootចឹងមួយទៀតយើងត្រូវការទៅតឡាង software ចឹងខាងលើនេះមានន័យថាយើងប្រើជាមួយ GUI ផងនិងប្រើជាមួយនឹង server ផងចឹងឥឡូវវាស្តៀងទៅនឹង Windows យើងប្រើ GUI ដូចនៅលើ Windows ប៉ុន្តែ account យើងអាចប្រើ GUI បានទេយើងប្រើបានតែ command ទេហើយឥឡូវវា slow account វា fast វាលឿនជាងដោយសារតែវាប្រើ command ខ្ញុំយក account ហើយខ្ញុំចុច done មកចឹងបន្ទាប់ពីយើងតម្លើងអស់ហើយតម្លើង3ហ្នឹងអស់ហើយ4អស់ហើយចឹងយើងធ្វើការ begin installation មកចឹងត្រូវចាំវាបន្តិចសិនចឹងបន្ទាប់ពីយើងបាន download ហើយអស់ហើយវានឹងឲ្យយើងធ្វើការ reboot system ចឹងយើង reboot មកចឹងមកដល់បន្ទាប់ពីយើងតម្លើងអីហើយអស់ហើយវាធ្វើការឲ្យយើង login ចូលទៅកាន់ server របស់យើងចឹង server របស់ខ្ញុំដោយខ្ញុំមុនដំបូងខ្ញុំមិនត្រូវធ្វើការ enable root ចឹងខ្ញុំអាច login ចូល root account ខ្ញុំបានខ្ញុំវាយវាមកចឹងខ្ញុំអាច login ចូល root account ខ្ញុំបានហើយដាក់ password របស់ខ្ញុំបាន login ចូលទៅកាន់ root account យើងបានសរសេរ